តាមមិនដឹងទេថានៅប្រទេសខ្មែរគេតែនិយាយថាក្រមុំឬមេម៉ាយពេលឮសំឡេងតុកែយំតុកែក្រមុំតុកែមេម៉ាយហើយតទៅទៀតរហូតដល់ចុងបញ្ចប់ប៉ះអីគឺមួយនោះឯងជាចុងបញ្ចប់នៃជីវិតរបស់មិត្តនៅប្រទេសខាងលិចគេមានរឿងស្រដៀងគ្នាដែរអ្នកខ្លះគាត់កាន់ផ្កាហើយគាត់បកស្ទាប់ផ្កាមួយបើពេលគាត់បកគាត់និយាយថាគាត់ស្រឡាញ់ខ្ញុំគាត់មិនស្រឡាញ់ខ្ញុំគាត់ស្រឡាញ់ខ្ញុំគាត់មិនស្រឡាញ់ខ្ញុំរហូតដល់អស់ស្ទាប់ផ្កាហើយប៉ះមួយណាគឺថាអនាគតរបស់ម្នាក់នោះគឺបែបហ្នឹងឯងតើការស្វែងរកអនាគតរបស់យើងតាមរបៀបស្រទាប់ផ្កាឬក៏តាមសម្លេងរបស់សត្វតុកែពិតជាល្អឬត្រឹមត្រូវហើយពិតជាអាចជួយឲ្យយើងដឹងអនាគតរបស់យើងមែនឬអត់មានវិធីសាស្ត្រដែលប្រសើរជាងនៅក្នុងព្រះគម្ពីររបស់ព្រះដែលទ្រង់បានផ្ដល់ឲ្យយើងទ្រង់បានសន្យាថាទ្រង់នឹងយាងមកឆាប់នៅក្នុងគម្ពីរវិវរណៈចំពុក22ហើយពាក្យសន្យារបស់ទ្រង់នេះគឺពិតត្រង់ហើយអាចជឿទុកចិត្តបានទ្រង់សន្យាថាទ្រង់នឹងយាងមកនៅពេលឆាប់នេះដើម្បីនឹងបញ្ចប់នៅការឈឺចុកចាប់បញ្ចប់នៅសង្គ្រាមទាំងអស់បញ្ចប់នៅបញ្ហាទាំងអស់ដែលមានទាំងនៅក្នុងចិត្តទាំងនៅក្នុងកាយរបស់មិត្តទាំងអស់គ្នាតែសំណួរដែលសំខាន់ជាងនេះគឺថាតើមិត្តបានត្រៀមខ្លួនហើយឬនៅដើម្បីនឹងទទួលទ្រង់តើមិត្តបានយកទ្រង់ធ្វើជាមិត្តនឹងព្រះអង្គសង្គ្រោះរបស់មិត្តនៅថ្ងៃនេះឬនៅថ្ងៃនេះជាថ្ងៃល្អដើម្បីមិត្តចងសម្ព័ន្ធមេត្រីជាមួយនឹងព្រះអង្គជាព្រះយេស៊ូវគ្រីស្ទសារជាថ្មីសូមអរគុណ